ក្មេងតូចៗនៅពេលដែលគាត់ប្រឹងក្អកខ្លាំងគឺអាចមានឈាមតិចតួចនៅក្នុងស្លេសឬក៏កំហាកដែលគាត់ខ្ជិះចេញមកចំពោះមនុស្សធំក៏មានដូចគ្នាដែរជាពិសេសទៅលើស្ត្រីមានផ្ទៃពោះដែលគាត់ចាញ់កូនខ្លាំងហើយគាត់ក្អួតខ្លាំងក៏អាចមានឈាមនៅក្នុងកំអួតរបស់គាត់ដែរទៅលើមនុស្សប្រុសដែលគាត់ចូលចិត្តញ៉ាំស្រាគាត់ពិសាស្រាច្រើនក៏អាចនៅពេលដែលគាត់ក្អួតឬក៏គាត់ក្អកក៏អាចមានឈាមចេញមកខាងក្រៅដែរឈាមដែលចេញមកពីការប្រឹងក្អួតឬក៏ប្រឹងក្អកនេះបើសិនជាវាបរិមាណតិចតួចវាមានសភាពក្រហមស្រស់ហើយមានបរិមាណតិចតួចហើយវាអាចបាត់ទៅវិញនៅក្នុងអំឡុងពេល48ម៉ោងទៅ72ម៉ោងវាគឺជារឿងធម្មតាមិនបង្កគ្រោះថ្នាក់នោះទេប៉ុន្តែបើសិនជាឈាមនោះគឺមានបរិមាណច្រើនហើយមានរយៈពេលយូរមិនបាត់ទៅវិញគឺត្រូវតែប្រញាប់ជួបពេទ្យដើម្បីពិនិត្យមើលបន្ថែមនិងព្យាបាលឲ្យបានត្រឹមត្រូវការក្អកឈាមឬក៏ក្អួតឈាមនេះដោយសារតែនៅពេលដែលយើងប្រឹងក្អកឬក៏ប្រឹងក្អួតនៅពេលនោះគឺធ្វើឲ្យបំពង់អាហារឬក៏បំពង់ករបស់យើងហ្នឹងគឺអាចមានដាច់នៅសរសៃឈាមតូចៗជាទូទៅគេហៅថា syndrome de Mallory-Weiss វាគឺជាសកម្មភាពមួយដែលយើងប្រឹងក្អកហើយនឹងក្អួតគឺធ្វើឲ្យដាច់នៅសរសៃឈាមតូចៗនៅក្នុងបំពង់អាហារឬក៏បំពង់ករបស់យើងហ្នឹងហើយចេញឈាមមកខាងក្រៅប៉ុន្តែឈាមហ្នឹងគឺមានបរិមាណតិចតួចទេវាខុសពីការធ្លាយក្រពះឬក៏ធ្លាយបំពង់អាហារដែលធ្វើឲ្យមានឈាមហ្នឹងចេញមកច្រើនហើយធ្វើឲ្យយើងប៉ះពាល់ដល់អាយុជីវិតអញ្ចឹងបើសិនជាករណីគេហៅថា syndrome de Mallory-Weiss នេះគឺវាអាចនឹងបាត់ទៅវិញដោយសារតែការដាច់នៅសរសៃឈាមតូចៗនេះគឺវាអាចនឹងបាត់ទៅវិញក្នុងរយៈពេល48ម៉ោងទៅ72ម៉ោងទោះបីយើងដឹងថាវាមិនបង្កគ្រោះថ្នាក់ក៏ដោយប៉ុន្តែធម្មតាការក្អកឬក៏ក្អួតខ្លាំងគឺវាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើងគឺត្រូវតែជួបគ្រូពេទ្យដើម្បីពិនិត្យឲ្យបានច្បាស់លាស់ទៅលើបញ្ហានេះដើម្បីព្យាបាលឲ្យបានត្រឹមត្រូវពីព្រោះថាអាការៈដែលធ្វើឲ្យយើងក្អកខ្លាំងឬក៏ក្អួតខ្លាំងនេះគឺមានអាចនឹងមានការបង្ករោគឬក៏មានរលាកនៅនឹងសរីរាង្គណាមួយធ្ងន់ធ្ងរដែលអាចឲ្យយើងក្អករយៈពេលយូរឬក៏ប្រឹងក្អកខ្លាំងហើយចំពោះស្ត្រីមានផ្ទៃពោះវិញបើសិនជាក្អួតខ្លាំងពេកឬក៏ចាញ់ខ្លាំងពេកគឺធ្វើឲ្យគាត់ពិបាកនៅក្នុងការញ៉ាំចំណីអាហារធ្វើឲ្យការលូតលាស់របស់កូននោះមិនសូវល្អដូចគ្នាអញ្ចឹងបើសិនជាមានអាការៈទាំងអស់នេះគឺត្រូវតែប្រញាប់ជួបពេទ្យដើម្បីពិនិត្យឲ្យបានត្រឹមត្រូវ